冒犯的行为冒犯的行为អាកប្បកិរិយាដែលប៉ះពាល់ដល់គេហៅថាអាកប្បកិរិយាដែលឆ្លើយបាទតើតួនឹងវប្បធម៌ដែរហ្នឹងព្រោះវប្បធម៌ខ្មែរយើងធ្វើការអោនរំទោនច្រើនពេលគេបងជាងគេមានលុយជាងគេមានឋានៈខ្ពស់ជាងអញ្ចឹងណាធ្វើអោនលំទោនសុភ័ក្រច្រើនតែវប្បធម៌ជនជាតិគេអត់ឲ្យស្មើគ្នាបាទក្មេងចាស់មានក្រអ្នកតូចអ្នកធំអីអត់ទេស្មើគ្នាបាទគេឈ្មោះជេមហ្នឹងយើងហៅថាជេមទេបាទកន្លែងការងារមួយមេហ្នឹងគាត់អាយុបងខ្ញុំ30ឆ្នាំខ្ញុំហៅជេមហ្នឹងតែខ្មែរយើងបើយើងហៅឈ្មោះហ្នឹងគេថាឆ្លើយហើយទៅហៅលោកអ៊ំលោកតាអញ្ចឹងទៅឬក៏បាទលោកប្រធានអីចឹងទៅបាទអញ្ចឹងវាតាក់ទងទៅនឹងវប្បធម៌បាទមក fan ទៅសិងវ័យអាកប្បកិរិយាដែលឆ្កំឆ្គងដែលឆ្លើយអញ្ចឹងទៅបាទ这种粗鲁的行为អាកប្បកិរិយាឆ្លើយអញ្ចឹងឆ្លើយបែបហ្នឹង是严重的冒犯គឺជាការប្រព្រឹត្តខុសដ៏ធ្ងន់ធ្ងរបាទអញ្ចឹងមនុស្សខ្មែរយើងទៅតាមម៉ែឪធ្វើខុសយើងអត់អាចទៅនិយាយគាត់ចំបានទេយើងនិយាយបែបបង្វៀងបែបស្រាលអីចឹងទៅយើងជាកូនយើងទៅនិយាយដាក់ម៉ែឪត្រង់គាត់ឆ្លើយគាត់ថាយើងឆ្លើយហីឬក៏យើងនិយាយទៅដាក់មនុស្សចាស់អីចឹងទៅបាទអញ្ចឹងតេតូននឹងវប្បធម៌ចឹងបានពួក Gen Z ក្មេងជំនាន់ក្រោយហ្នឹងចាស់ជំនាន់មុនក៏អត់សូវចូលចិត្តហ្មងទេគាត់ថាក្មេងនេះឆ្លើយតែតែមិនមែនឆ្លើយទេគាត់និយាយត្រង់ហើយអត់សូវជាបត់បែនចឹងធ្វើឲ្យចាស់ជំនាន់មុនហ្នឹងគាត់ដែលមានការអប់រំទាបហ្នឹងគាត់ទទួលយកអត់បានបាទ这种粗鲁的行为是严重的冒犯